ស្វាយការរមៀតនៅក្រោយផ្ទះអាជីស្វាយឡងច្រើនបើទុកទុំដឹងតែអត់ឆ្ងាញ់ទេហើយបើញ៉ាំបើមកតែហាក៏ញ៉ាំមិនទាន់ដែរអញ្ចឹងហើយម៉ាមីក៏បះយកមកធ្វើដំណាប់បើពុកម៉ែធ្វើចូលស្វាយចាស់ក៏បានខ្ចីក៏បានតែស្វាយអាជីងវិញចង់ចាស់ជ្រុលពេកហើយអញ្ចឹងពុកម៉ែយាយតាតែបេះស្វាយជាមួយអាជីងទាំងអស់គ្នាស្វាយពុកម៉ែយាយតាសួរវាយតាមិនទាន់បានបេះស្វាយផងសមោចង់ធ្វើស៊ីបង្ខៃបាត់ងាកមកមើលស្វាយយើងវិញនិយាយពីថាផ្លែច្រើនណាស់តាមទូទៅមួយហើយអាជីងឈងបេះដល់អូយមានក្តីសុខណាស់ពុកម៉ែយាយតាអើយជាប់មកស្តង់ទៀតត្រជាក់ស្រួលណាស់ហើយបងនិយាយពីដំណាំខែនេះហាអីក៏ផ្លែដែរហើយពុកម៉ែយាយតាឃើញតឡើងតឹងអត់អូនឃើញហើយឡើងចង់ស្រក់ទឹកមាត់តក់ហ្មងការអូនមិនទាន់មានខ្លួនឯងអូនតែងគេរហូតឥឡូវឃើញហើយដើរចាញ់បើក្រូចឆ្មាវិញណាដើរទូចទេតែមិនដឹងបញ្ញាប់តែណាឆ្ងល់អើយឆ្ងល់តំពាំងក៏មានហើយដោះអត់ប្រាប់គេសោះអើយអូននឹងផ្អើលខ្មុំបញ្ចូលសំឡេងបដាផ្អើលខ្លួនឯងបដាអូយមិនតេះម៉ាក់យាយក៏មានដែរហើយនេះម៉ាក់យាយមកកាប់ឆ្កាដើមអាស័យម៉ាក់យាយឲ្យតែបានមកធ្វើស្មៅនៅខាងក្រោយនិយាយពីថាសប្បាយចិត្តអើយសប្បាយចិត្តយាយនិយាយថាពេលបានទៅក្រោយផ្ទះស្រ័យណាអូនបេះស្វាយប៉ាត់បើមកយាយវិញណាខ្លាចជ័រស្វាយខ្ទៀតចូលភ្នែកជីងថាមិនអីទេអួយពុកម៉ែយាយតាអើយស្វាយល្អយ៉ាងណាជីងឃើញហើយនឹកឃើញអំបិលម្ទេសហ្មងអូនគ្មាននឹកឃើញដំណាប់អីទេមានតែម៉ាមីនឹងឯងធ្វើដំណាប់ឲ្យតែហត់បើអូនវិញណាចិត្តជ្រលក់អំបិលម្ទេសហើយបាទតែម៉ាមីថាចាធ្វើដំណាប់ទៅកូនទុកបានយូរចំណែកបងខៃវិញឡើងដើមមានតែបេះស្វាយលយអត់ពុកម៉ែយាយតាមកពីដើមស្វាយនៅចិត្តដើមមានណអញ្ចឹងមានតែបេះអញ្ចឹងមកតើមិនអស់ចិត្តអូនឡើងម្ដងមើលអាជីងបញ្ចេញស្មាដៃអាជីងម្ដងមើលអស់ម៉ានលុយប៉ុន្តែដើមមាននេះដូចចងងាងដល់ហើយឥឡូវម៉ាមីថាប៉ុណ្ណឹងបានហើយខៃមិនអស់ចិត្តទៅបេះថែមទៀតមានណាដីចូលភ្នែកបដោយតែគេស្រ្តងដែរបងខៃថាមិនអីទេឥឡូវអាជីងនឹងបងខៃយកស្វាយទៅណាថ្ងៃនេះអាជីងនឹងបងខៃអត់រៀនទេបនចម្រើនព្រះជន្មព្រះមហាក្សត្រអញ្ចឹងអាជីងនឹងបងខែបានដៃទៅបេះស្វាយបដោយវគ្គសិនដារីឡាចិត្តស្វាយអូច្រឡំម៉ែខ្ញុំតើឆ្នះក៏ឆ្នះកាយក៏កាយលេងច្រើនក៏លេងច្រើនពេលខ្លះម៉ាមីដោយពុកម៉ាក់អាជីងអញ្ចឹងម៉ាមីធ្វើបានគ្រប់ទម្រង់តែកុំឲ្យខឹងណាអូនឃើញតែភ្នែកម៉ាមីអូនរត់ទៅរៀបកន្ទប់ហ្មងកុំឲ្យម៉ែជេរតវគ្គបន្តវគ្គចិត្តស្វាយស្វាយនឹងបានធ្វើដំណាប់បានទេអាជីងនឹងបង្ខាញញ៉ាំចង់អស់ហើយឥឡូវចាប់ផ្ដើមកូរទឹកកំបោរឲ្យរលាយបន្តិចរួចចាប់ស្វាយដាក់ចូលហ្មងត្រាំចំនួន2ម៉ោងក្រោយជួបគ្នាបន្ទាប់ពីត្រាំ2ម៉ោងហើយលាងទឹកសម្រស់ឲ្យស្អាតរួចដាក់លើខ្ទះចាក់ស្ករទៅតាមបរិមាណស្វាយបើស្វាយរៀងជូរដាក់ឲ្យច្រើនតិចទៅបន្ទាប់មកបើកភ្លើងតិចចាពុកម៉ែយាយតាបន្ទាប់ពីស្កររលាយថែមអំបិលមួយចឹបផងដើម្បីឲ្យស្វាយយើងមានរសជាតិផ្អែមដិតបន្ទាប់ពីស្កររលាយបាន20នាទីម៉ែយាយតាអាចស្រង់បានហើយយកទៅហាលថ្ងៃឲ្យបាន2ថ្ងៃទៅបើដំណាប់ស្វាយអាជីងវិញថ្ងៃនឹងអស់ថ្ងៃនឹងមានអ្នកសំភ្លក់ច្រើនណាស់តាន់ដល់ស្អែកផងអស់បាត់